Phan Xipan គឺជាឈ្មោះភ្នំមួយដែលមានកម្ពស់ប្រមាណ 3143 ម៉ែត្រជាភ្នំដែលខ្ពស់ជាងគេបំផុតនៅក្នុងតំបន់ឥណ្ឌូចិនភ្នំ Phan Xipan មានទីតាំងស្ថិតនៅក្បែរទីក្រុងសាប៉ាដែលជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពនិងពេញនិយមបំផុតមួយដោយសារតែមានអាកាសធាតុត្រជាក់ពេញមួយឆ្នាំនិងទេសភាពធម្មជាតិព្រៃភ្នំដ៏ស្រស់ស្អាតដោយសារតែមានកម្ពស់ដ៏ខ្ពស់និងបរិយាកាសត្រជាក់របស់វានៅទីនេះតែងតែមានអ័ព្ទនិងពពកអណ្ដែតជុំវិញភ្នំដែលធ្វើឲ្យទេសភាពមើលទៅហាក់បីដូចជានៅលើមេឃដើម្បីធ្វើដំណើរឡើងទៅកាន់លើកំពូលភ្នំ Phan Xipan ភ្ញៀវទេសចរអាចធ្វើការជិះកន្ត្រកខ្សែកាបគឺជាកន្ត្រកដែលវែងនិងទំនើបបំផុតមួយនៅលើពិភពលោកការជិះកន្ត្រកខ្សែកាបចំណាយពេលប្រមាណ15ទៅ20នាទីតែប៉ុណ្ណោះប៉ុន្តែអំឡុងពេលវេលាដ៏ខ្លីនេះយើងអាចមើលឃើញទេសភាពដ៏អស្ចារ្យជាច្រើនពីលើអាកាសយើងអាចមើលឃើញវាលស្រែជណ្ដើរពណ៌បៃតងភ្នំធំធំនិងភូមិតូចៗរបស់ជនជាតិដើមភាគតិចដែលស្ថិតនៅតាមជម្រាលភ្នំមានពេលខ្លះពពកអណ្ដែតកាត់តាមខ្សែកាបដែលធ្វើឲ្យយើងមានអារម្មណ៍ថាដូចជាកំពុងហោះហើរនៅលើមេឃនៅពេលដែលធ្វើដំណើរទៅដល់កំពូលភ្នំភ្ញៀវទេសចរជាច្រើននឹងមានអារម្មណ៍រំភើបនិងមានមោទនភាពព្រោះបានទៅឈរនៅលើចំណុចខ្ពស់បំផុតនៃតំបន់ឧបទ្វីបឥណ្ឌូចិននៅទីនេះគឺមានទង់ជាតិវៀតណាមដ៏ធំដែលបក់បោកតាមខ្យល់ភ្នំព្រមទាំងប្រាសាទនិងរូបសំណាកព្រះពុទ្ធដ៏ធំស្កឹមស្កៃដែលបង្កើតបានទៅជាបរិយាកាសដ៏ស្ងប់ស្ងាត់និងជាទីកន្លែងសក្ការៈបូជារាល់ភ្ញៀវទេសចរដែលឡើងមកដល់កំពូលភ្នំតែងតែព្យាយាមផ្ដិតយករូបភាពស្អាតៗព្រមទាំងថតរូបដើម្បីរក្សាទុកជាអនុស្សាវរីយ៍នៃការឡើងដល់ដំបូលនៃឥណ្ឌូចិនក្រៅពីទេសភាពដ៏អស្ចារ្យ Phan Xipan ក៏ជាកន្លែងដ៏ល្អសម្រាប់អ្នកដែលស្រឡាញ់ការផ្សងព្រេងនិងធម្មជាតិផងដែរអ្នកខ្លះធ្វើការជ្រើសរើសដើរឡើងភ្នំជំនួសការជិះកន្ត្រកខ្សែកាបដើម្បីសាកល្បងកម្លាំងនិងភាពអត់ធ្មត់របស់ខ្លួនការដើរឡើងភ្នំអាចចំណាយពេលវេលាពី1ថ្ងៃទៅច្រើនថ្ងៃអាស្រ័យទៅលើស្ថានភាពផ្លូវនិងស្ថានភាពអាកាសធាតុទោះបីជាភ្នំ Phan Xipan មានកម្ពស់រហូតទៅដល់ជាង 3000 ម៉ែត្រក៏ដោយក៏ទីនេះតែងតែទទួលបានភ្ញៀវទេសចរជាច្រើនហូរហែចម្រុះជាតិសាសន៍មិនថាតែនៅក្នុងរដូវក្តៅឬក៏រដូវរងា